เอ๊ตระกูลនឹងក្មួយលក់អាម៉េចវិញក្មួយមួយដុំ500រៀលពូស្លោមកជូរត្រូវមិនត្មងឲ្យពូត្រួយល្អណាស់ជួយទិញក្មួយទៅពូគ្រាន់បានប្រាក់យកទៅទិញកោហូបកាត់មកជាកូនអ្នកក្រខុសដែរមែនទេអ្នកម៉ែអត់ទេកូនត្រូវតែរឹងមាំកូនមិនឲ្យម៉ែខកចិត្តឡើយកូនសង្ឃឹមថាថ្ងៃណាមួយគ្រួសារយើងនឹងធូរធារជាងនេះកៅកូនកុំយំអីកូនឈប់យំទៅណាកូនត្រូវតែរឹងមាំណាកើតមកជាអ្នកក្រមិនមែនជាកំហុសទេកូនតែបើយើងស្លាប់ទៅវិញទាំងក្រទៀតនោះទៅវាជាកំហុសណាកូនឯងកើតស្អីនឹងក្អែនលឺតើលឺថាគឺនឹងហ៎គឺអ្នកនាងខ្ញុំមិនទាន់ដឹងទេចាំខ្ញុំសួរម៉ែសិនអូខេហានីរឿងកូនកែវកាលដើមឡើយមានស្ត្រីមេម៉ាញម្នាក់ឈ្មោះពៅរស់នៅជាមួយនឹងកូនស្រីឈ្មោះកែវនៅក្នុងខ្ទមចាស់មួយម៉ែថ្ងៃនេះកូនគិតសុំម៉ែទៅបេះតកួននៅក្នុងបឹងឯខាងលិចភូមិដើម្បីយកទៅលក់បានប្រាក់ខ្លះទុកទិញកោហូបព្រោះកោយើងចិត្តអស់ហើយកែវកូនម៉ែអាណិតកូនណាស់ម៉ែមិនគួរបង្កើតកូនមកឲ្យលំបាកជាមួយម៉ែយ៉ាងនេះទេកូនកូនលំបាកហើយឲ្យម៉ែសុំទោសដែលម៉ែគ្មានលទ្ធភាពឲ្យកូនរស់នៅបានសុខស្រួលដូចកូនអ្នកដទៃមិនអីទេម៉ែក៏មានប្រសាសន៍បែបនេះអីកូនទៅវិញទេជាអ្នកមានសំណាងដែលបានកើតមកជាកូនម៉ែកូននឹងខិតខំរកប្រាក់ដើម្បីយកមកចិញ្ចឹមម៉ែចាប់តាំងពីប្តីបានស្លាប់បាត់ទៅបន្សល់ទុកនាងពៅឲ្យនៅក្រំគ្រារស់ពីអ្នកកូនទាំងទុកវេទនាបានកែវស្ងួនភ្ងាជួយមើលខុសត្រូវនិយាយពីនួនឯនេះវិញរស់ក្នុងត្រកូលស្ដុកស្ដំមានយុះមានស័ក្តិខ្ពស់ដូចភ្នំស្ថិតលើទ្រនំអ្នកមានទ្រព្យបងអែនថ្ងៃនេះខ្ញុំអបសុកណាស់ចង់ឲ្យបងជូនខ្ញុំទៅដើរលេងនៅចិត្តនេះគ្រាន់រំសាយអារម្មណ៍ខ្លះនៅផ្ទះធុញខ្លាំងណាស់ចាស់អ្នកនាងតែលោកអ៊ំគាត់ផ្ដាំថាឲ្យយើងទាំងពីរអ្នកនៅចាំផ្ទះមិនឲ្យតែណាផ្ដេសផ្ដាស់ទេហើយទៅតែមួយផ្លែតទេពុកគាត់ទៅរកឈ្មួញបាត់ហើយល្ងាចទៅគាត់ត្រឡប់មកវិញប៉ុន្តែណែដឹងតែស្គាល់ស្អីទេបងឯងនេះនៅសនសាញ់នឹងហើយអាចាអ្នកនាងអូយបានលោកអ៊ំដឹងមុខជាស្រាប់ខ្ញុំហើយអូយព្រះហើយជួយកែវអើយកែវកូនស្ងួនពុំងីម្ដាយពុំដឹងជាជួយម្ដេចបាននឿយហត់លំបាកមិនសុខប្រាណពេលណាទើបបានស្រួលដូចគេបែបតកូនលើកនេះដូចជាបានច្រើនជាងរាល់ដងលើកនេះប្រកាសជាលក់បានប្រាក់ច្រើនជាងមុនហើយហេមិនកាត់ទេនៅយូរមិនបានទេកុំឲ្យម៉ែគាត់នៅចាំផ្លូវទេកូនម្ដាយថ្ងៃនេះកូនទៅបឹងយូរម្លេះមិនយូរប៉ុន្មានភ្លាមនោះស្រាប់តែកូនកែវត្រឡប់មកពីបេះត្រកួនវិញម៉ែកូនត្រឡប់មកវិញហើយអូកែវកូនមកវិញហើយម៉ែបារម្ភពីកូនខ្លាំងណាស់ម៉ែឲ្យកូនសំទោសកូនមិនគួរឲ្យម៉ែនៅចាំផ្លូវកូនយូរយ៉ាងនេះទេមិនអីទេកូនទៅណាមកណាត្រូវចេះប្រយ័ត្នប្រយែងផងណារួចចុះថ្ងៃនេះមិនក៏កូនទៅបេះតកូនយូរម្លេះកូនម៉ែដោយសារកូនឃើញតកូនត្រួយខ្ចីល្អពេកច្រើនខ្លាំងណាស់ណែថ្ងៃនេះកូនបេះតកូនបានច្រើនណាស់ម៉ែល្អហើយកូនតោះបញ្ញាប់ទៅងូតទឹកសម្អាតខ្លួនទៅហើយតកូននេះចាំម៉ែរៀបចំសម្អាតហើយចង់បាច់ទុកឲ្យកូនទៅងូតទឹកងូតភក់អីទៅណាកូនអាងមកហូបបាយហូបទឹករួចចាំទៅលក់តកូនចាម៉ែបងអែននៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់បងអែនអើយស្អាតហើយទៅវិញដឹងតែត្រូវថ្មោងខ្ញុំហើយបងអែនបងនិយាយអីខ្សឹបហ្នឹងចាអ្នកនាងស្អាតនៅទីនេះស្អាតខ្លាំងណាស់អ្នកនាងអើយហើយ
ក្រោយពីងូតទឹកសម្អាតខ្លួនហើយកែវមិនកន្តើយប្រញាប់រូតរះដើរទូលត្រកួនឆ្ងាយចេញពីផ្ទះរកប្រាក់បានខ្លះទុកទិញអង្ករហូបពូមីងត្រូវការទិញតកួនទេតកួនខ្ចីដោះចេញពីទឹកមានត្រួយល្អណាស់អេតកួននឹងក្មួយលក់ឲ្យមិនវិញក្មួយមួយដុំ500រៀលពូស្លោមកជូរត្រឹងមាច់ត្មងឲ្យពូត្រួយល្អណាស់ជួយទិញក្មួយទៅពូគ្រាន់បានប្រាក់យកទៅទិញអង្ករហូបបើអញ្ចឹងយកតកួនដូរជាមួយអង្ករពូទៅអញ្ចឹងពូយកទាំងអស់ណាចាពូក្មួយអរគុណពូច្រើនណាស់មិនអីទេក្មួយក្រោយពីដើរលក់ត្រកួនអស់កែវសប្បាយចិត្តណាស់រួចនាងក៏ត្រឡប់មកផ្ទះវិញនៅតាមផ្លូវកែវក៏បានដើរជួបនឹងនាងនួននិងនាងអែននួនឯងទៅណាមកណាដែរបានចដាមកដល់ទីនេះបងអែនធំក្លិនក្រមកពីណាទេនេះទៅណាទៅណីវាជាសិទ្ធិរបស់អ្នកនាងយើងឯងមានសិទ្ធិអីមកសួរដេញដោលអ្នកនាងឈរឆ្ងាយពីនាងបន្តិចប្រយ័ត្នឆ្លងក្រសម្បត្តិត្រឹមជាអ្នកលក់តកួនដងកហ្នឹងអីចង់មកនិយាយជាមួយអ្នកនាងយើងតើអ្នកនាងប្រញាប់ទៅផ្ទះវិញលោកអ៊ំមកអត់ឃើញត្រូវមាត់ឥឡូវហើយមកជាកូនអ្នកក្រខុសដែរមែនទេអ្នកម៉ែអត់ទេកូនត្រូវតែរឹងមាំកូនមិនឲ្យម៉ែខកចិត្តឡើយកូនសង្ឃឹមថាថ្ងៃណាមួយគ្រួសារយើងនឹងធូរធារជាងនេះក្រោយពីតូចចិត្តត្បិតខ្លួនក្រតែមានជំហរហើយរឹងពឹងថាទោះយ៉ាងណាត្រូវខំប្រឹងឲ្យគ្រួសារនឹងបានធូរធារម៉ែកូនត្រឡប់មកវិញហើយម៉ែកែកូនលក់ដាច់អស់ហើយឯកូនចាម៉ែយ៉ាងម៉េចនឹងកូននៅតាមផ្លូវត្រឡប់មកពីលក់តកួនវិញកូនបានជួបនាងនួនកូនលោកដង្ខៅចុះពីយ៉ាងម៉េចទៅកូននាងនួននិងនាងអែននឹងណាគ្រាន់តែកូនសួរនាំថាទៅណាមកណាស្រាប់តែមកដៀលកូនថាស្អុយក្លិនអ្នកក្រនាងថាអ្នកក្រគ្មានកហូបត្រឹមតែជាអ្នកលក់តកួនដោយយកកកុំចង់មកនិយាយជាមួយនឹងគេអីម៉ែតែកាត់មកជាកូនអ្នកក្រវាខុសដែរមែនទេកែវកូនកុំយំអីកូនឈប់យំទៅណាកូនត្រូវតែរឹងមាំណាកើតមកជាអ្នកក្រមិនមែនជាកំហុសទេកូនតែបើយើងស្លាប់ទៅវិញទាំងក្រទៀតនោះទៅវាជាកំហុសណាកូនពេលណាដែលយើងនៅមានដង្ហើមគឺយើងនៅតែមានសង្ឃឹមអញ្ចឹងអនាគតមិនឃើញទេកូនស៊ូឡើងណាកូនត្រូវហើយម៉ែយើងកើតមកជាកូនអ្នកក្រមិនមែនជាកំហុសយើងទេតែបើយើងស្លាប់ទៅវិញទាំងក្របែបនេះទៀតនោះតើវាជាកំហុសរបស់យើងកូននឹងចាំពាក្យសម្ដីរបស់ម៉ែអញ្ចឹងយើងដើរទៅលក់តកូនអញ្ចឹងទៀតទៅណាម៉ែណាបើមិនអញ្ចឹងមានអីធ្វើមានទៅលក់តកូននឹងហើយធ្វើមិនទេកូនអើយម៉ែកូនគិតថាយើងគួរទៅរកមុខរបរអីមួយទៀតទៅអីម៉ែក្រែងលោមានជីវភាពធូរធារជាងនេះយើងមានមុខរបរហាញ់តើកូនមុខរបរអីទៅម៉ែមុខរបរលក់តកួននឹងហើយអត់ទេម៉ែកូនគិតថាយើងគួរទៅរកចិញ្ចឹមសត្វអីមួយទៅអីម៉ែក្រែងឆាប់បានផលកម្រៃចិញ្ចឹមទៅកូនរកតែអង្គច្រកឆ្នាំមិនបានផងនឹងម៉ែឈប់សិនទៅមើលកូនគិតថារកខ្ចីលុយបងមង្គលចុកទៅទិញមេជ្រូកមួយក្បាលមកដើម្បីចិញ្ចឹមចាំមិនដែរម៉ែក្មួយមង្គលកូនពូវ៉ាន់និងមិញអឹមនឹងឯកូនចាម៉ែមានអីល្អអន្តើកូនព្រោះកូនគិតថាសត្វជ្រូកក៏វាងាយស្រួលចិញ្ចឹមដែរម៉ែមានតកូនមានអីស្រាប់អញ្ចឹងក៏វាចំណេញដែរហើយពេលដែលមានកូនទៀតយើងកាន់តែចំណេញថែមទៀតណាម៉ែ
អញ្ចឹងស្រេចតែកូនទេម៉ែចាំតែជួយកូនទេណា ដង្ខៅមកវិញមិនឃើញបុតក្នុងចិត្តតក់ស្លុតខឹងសំបាផ្ដាំឲ្យចាំផ្ទះកុំទៅណាតែកែវកនិដ្ឋាដើរលេងបាត់ឯងទាំងពីរនាក់ទើបមកពីណាថ្មើរនេះហើយទើបទៅដើរជួលផ្ទះហ៎ អើយថាមែនថាអីចេះខុស នាងអែនឯងលឺយើងសួរឯងទី ចាលឿនតាលោកអ៊ំលឿនតាគឺថាគឺអើយគឺថា ឯងកើតស្អីនឹងក្អែនលឺតើលឺថាគឺនឹងហ៎ គឺអ្នកនាងត្រូវឲ្យពុកគឺកូនណាចង់ឲ្យបងអែននាំកូនទៅរំសាយអារម្មណ៍នៅខាងក្រៅនៅផ្ទះហាត់ធុញខ្លាំងណាស់ ហឺនៅផ្ទះដេកស្រួលពេកធុញណាស់ទៅអីហ៎ហើយចុះបើមាននរណាចូលមកលួចរបស់ទ្រព្យអីទៅឯងគិតយ៉ាងម៉េច លួចទៅមានប្រាក់ច្រើនណាស់ដែរឲ្យវាលួចខ្លះទៅឯង អូយលោកអ៊ំ កាលាមិនខុសពីម៉ែឯងទេអញ្ចឹងហើយបានជាយើងលែងក្បាលចោលឥឡូវនេះមកឆ្លងដល់កូនទៀតហឺយនិយាយពីស្រស់កែវចរណៃក្នុងចិត្តអភ័យពេញអរ៉ាចង់ខ្ចីលុយគេទាំងដុល្លារមកផ្សងប្រាថ្នាចិញ្ចឹមជ្រូក បងមង្គលខ្ញុំមានរឿងមួយចង់មកពឹងពាក់បង រឿងអីទៅកែវចង់ពឹងចង់ពាក់អីនិយាយមកចុះ ដឹងអីទេបងគឺខ្ញុំចង់ខ្ចីលុយបងខ្លះចូលទៅធ្វើជាដើមទុនទុករកស៊ី អូអញ្ចឹងទេមានអីរួចចុះកែវចង់រកស៊ីអីដែរ ចាបងខ្ញុំគិតថាចង់ចិញ្ចឹមមេជ្រូកមួយ មានអីល្អអន្តា អញ្ចឹងការប្រាក់បងគិតយ៉ាងម៉េចដែរ អូអត់អីទេអារឿងការប្រាក់ស្អីហ្នឹងបងចាំគិតក្រោយចុះ ចាអរគុណហាញ់ចឹង ដង្ខៅធ្លាក់ខ្លួនឈ្មោះរត់ចោលគោអស់ទាំងក្រោលខាតវល់លៀនចង់ឲ្យគេជួយតែមិនហ៊ានអស់ប្រាក់វល់លៀនធ្លាក់ខ្លួនក្រហើយ ត្រឹមតែមកប្រព្រឹត្តភ្នែកសោះធ្វើឲ្យឯងនេះជំពាក់គេវ័នកហើយអាចឈ្មួញកណ្ដាលនេះវាធ្វើស៊ីឯងទាល់តែបានវើយ អាហាលោកអ៊ំដល់ខែបើកប្រាក់ខែហើយទៀនម្ចាស់ បើក្បាលឯងស្អីយើងកំពុងតែមួម៉ៅជំពាក់គេវ័នកឯណែ ហាមិនចឹងអើយមេជ្រូកមួយក្បាលនេះកាត់កូនបានច្រើនណាស់តានេះចាំមិនដឹងកូនមើលទៅដូចជាសប្បាយចិត្តដល់ហើយមិនអាចសប្បាយចិត្តចាំមិនទៅម៉ែឃើញទេមេជ្រូកយើងកាត់បានកូនច្រើនណាស់នេះជាការខិតខំប្រឹងប្រែងរបស់កូនម៉ែពិតជាសប្បាយចិត្តខ្លាំងណាស់កូនកូនគិតថាពេលជ្រូកនេះធំទៅកូនចង់យកទៅលក់ខ្លះនិងទុកកូនណាល្អយកធ្វើមេបន្ថែមទៀតរួចកូនចង់បង្កើតជាកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងជាបោះនេះល្អទេម៉ែមានអីល្អអន្តែកូនពុកតើបងអែនតាណាបាត់ហើយពុកប្រហែលថ្ងៃនេះដូចជាមិនឃើញគាត់នៅផ្ទះសោះអញ្ចឹង ពុកមិនដឹងទេប្រហែលជាគេឈប់បម្រើនៅទីនេះហើយ ពុកថាម៉េចតែនេះមានរឿងអីទៅពុក នេះប្រហែលជាមកពីពុកមិនបើកប្រាក់ខែឲ្យគេហើយ ចុះពុកមិនក៏មិនបើកឲ្យគាត់ទៅ បើកស្អីទៅបើពេលនេះពុកខាតមិនស្ទើរទេកូន ពុកថាម៉េច ឥឡូវនេះពុកជំពាក់គេវ័នកហើយកូនពុកមិនដឹងរកវិធីដោះស្រាយយ៉ាងម៉េចទេកូនអើយ ហេតុអីទៅពុកពុកកូនអាណិតពុកខ្លាំងណាស់ពុកឲ្យកូនសំទោសណាដែលកូនមិនអាចជួយអ្វីពុកបានពុក ក្រោយពីកែវលក់ជ្រូកបានប្រាក់ខ្លះនាងក៏យកប្រាក់មួយចំនួនទៅប្រគល់ជូនលោកមង្គល បងមង្គលនេះប្រាក់ដែលខ្ញុំបានខ្ចីបងចំណែកឯកែប្រាក់ចាំខ្ញុំឲ្យបងលើកក្រោយណា អូរឿងការប្រាក់អីហ្នឹងមិនបាច់គិតទេណាកែវ អូយអត់ទេបងបើធ្វើបែបនេះមិនសមទេខ្ញុំខ្ចីបងរៀនជូរដែរហើយនឹង មិនអីទេការបន្តិចបន្តួចមិនបាច់យកទេណា អញ្ចឹងខ្ញុំអរគុណបងច្រើនណាស់ខ្ញុំមិនភ្លេចគុណបងទេ
មានរឿងអីកូនមុននេះកូនបានយកប្រាក់ទៅសងបងមង្គលសងរួចអស់ហើយនៅកូននៅទេម៉ែកូនសងទៅលុយដើមចំណែកឲ្យលុយកាកូនថាចាំពេលក្រោយតែគាត់ថាមិនបាច់ឲ្យការប្រាក់ទេឲ្យទៅលុយដើមបានហើយកូនដូចជាក្រែងចិត្តគាត់ណាស់ម៉ែមិនអីទេកូននេះប្រហែលជាការប្រាក់បន្តិចបន្តួចគេខ្ជិលចង់បាននឹងណាមួយគេប្រហែលជាគិតថាគ្រួសារយើងនឹងវាក្រីក្រគេអាណិតចេះតែខ្ជិលយកទៅណាកូនប្រហែលជាអញ្ចឹងតែដឹងម៉ែថ្ងៃមួយកែវបានជួបនឹងនាងអែននៅតាមផ្លូវបងអែនទៅណាមកណាដែរបានចេះដើរតែម្នាក់ឯងបែបនេះចុះឯណានួនគេអត់មកជាមួយបងទេហើយជួបឯងទៀតហើយយើងឈប់ទៅបំរើផ្ទះលោកដង្ខៅនឹងទៀតហើយរួចចុះមានរឿងអីមែនទេបងអែននៅមានស្អីទៀតបើប្រាក់ខែអត់បើកឲ្យចាយផងនឹងមានតែបោកក្បាលមកវិញមកបានហើយយើងទៅសិនហើយនៅយូរនាំទៅសួរនាំច្រើនមិនយូរប៉ុន្មានស្រាប់តែកែវជួបនឹងលោកមង្គលកែវទៅណាមកណាបានជាដើរតែម្នាក់ឯងអញ្ចឹងអត់ខ្លាចទេហើយដឹងខ្លាចអីទេបងផ្លូវនេះខ្ញុំដើរឡើងសឹងទៅរាល់ថ្ងៃហើយហ្នឹងគឺអត់ខ្លាចធ្លាក់ចូលក្នុងបេះដូងបងនឹងណាបងឯងចេះស៊ីអារម្មណ៍ទៀតកែវថ្ងៃនេះបងចង់ប្រាប់កែវរឿងមួយមិនបាច់ប្រាប់ក៏ខ្ញុំដឹងដែររឿងអីទៅរឿងខ្ញុំមិនទាន់ឲ្យលុយការប្រាក់បងនឹងណាមិនទេកែវគឺថាបងស្រឡាញ់កែវថាម៉េចស្រឡាញ់ខ្ញុំគ្រួសារខ្ញុំដៃខ្លីមិនហ៊ានស្វែងអោបភ្នំទេមិនស័ក្តិសមនឹងបងទេបងនិយាយមែនណាបើកែវយល់ព្រមបងនឹងឲ្យចាស់ទុំចូលស្ដីដណ្ដឹងកែវខ្ញុំមិនទាន់ដឹងទេចាំខ្ញុំសួរម៉ែសិនអូខេហានីម៉ែមានរឿងអីនឹងកូនមុននេះណាកូនបានជួបនឹងបងមង្គលរួចចុះវាមានរឿងអីគឺគាត់ណែម៉ែទេថ្ងៃនេះកូននឹងវាកើតស្អីហ្នឹងម៉ែគឺបងមង្គលគាត់សារភាពថាគាត់ស្រឡាញ់កូនគាត់ថាគាត់ចង់ឲ្យចាស់ទុំមកចូលស្ដីទៅដឹងកូនតែវាយ៉ាងម៉េចកូនតែកូនថាចាំខ្ញុំសួរម៉ែសិនចុះម៉ែគិតយ៉ាងម៉េចដែរម៉ែមានតែគិតស្អីឲ្យតែចាស់ទុំចូលតាមផ្លូវទៅតាមច្បាប់ម៉ែតែខ្លាចអីនឹងឲ្យកូនស្រីម៉ែនេះទៅគេទៅម៉ែកូនស្រឡាញ់ម៉ែជាងគេក្រោយពីការសម្រេចចិត្តរបស់ម្ដាយកែវរួចហើយកែវបានយកដំណឹងនេះទៅប្រាប់លោកមង្គលដោយមិនបង្អង់យូរចាស់ទុំបានផ្សំផ្គុំអ្នកទាំងពីរធ្វើជាប្តីប្រពន្ធបើយើងកើតមកជាកូនអ្នកក្រវាមិនមែនជាកំហុសនោះទេតែបើយើងស្លាប់ទៅវិញទាំងក្រនោះវាទើបជាកំហុស